tớធ្វើដូចមិនដេចទៅបើយើងមិនបានចូលរួមចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធហើយនីតិវិធីនៃការចុះបញ្ជីត្រូវបានបិទបញ្ចប់ជាស្ថាពរហើយករណីនេះម្ចាស់អចលនវត្ថុអាចស្នើសុំធ្វើការចុះបញ្ជីបំពេញបន្ថែមបានតើអ្វីទៅគឺជាការចុះបញ្ជីបំពេញបន្ថែមការចុះបញ្ជីបំពេញបន្ថែមគឺជាការចុះបញ្ជីដែលត្រូវបានបង្កើតឡើងក្នុងគោលបំណងដើម្បីបំពេញនូវភាពខ្វះចន្លោះដែលក្រោយពីបានបញ្ចប់នីតិវិធីនៃការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធហើយម្ចាស់ក្បាលដីមួយចំនួនមិនបានចូលរួមក្នុងការបំពេញបែបបទតាមការកំណត់និងក្បាលដីមួយចំនួនបានកាន់កាប់ត្រឹមត្រូវតែមិនទាន់ត្រូវបានផ្ដល់បានសម្គាល់សិទ្ធិនៅឡើយនីតិវិធីនៃការចុះបញ្ជីបំពេញបន្ថែមនៅក្នុងនីតិវិធីនៃការចុះបញ្ជីបំពេញបន្ថែមនេះគឺដូចគ្នាទៅនឹងការចុះបញ្ជីដីធ្លីមានលក្ខណៈដាច់ដោយដុំគឺម្ចាស់ដីឬម្ចាស់អចលនវត្ថុត្រូវដាក់ពាក្យស្នើសុំទៅការិយាល័យរៀបចំដែនដីនគរពាណិជ្ជកម្មសំណង់និងភូមិបាលតាមរយៈឃុំសង្កាត់ដែលដីនោះស្ថិតនៅបន្ទាប់មកការិយាល័យជំនាញនឹងចុះត្រួតពិនិត្យតាមលក្ខណៈបច្ចេកទេសនិងកំណត់ព្រំវាស់វែងកសាងនិងប្រមូលទិន្នន័យរួចធ្វើការបិទផ្សាយជាសាធារណៈនៅទិន្នន័យដែលប្រមូលបាននៅឃុំសង្កាត់និងនៅការិយាល័យរៀបចំដែនដីនគរពាណិជ្ជកម្មសំណង់និងភូមិបាលស្រុកខណ្ឌជានីតិវិធីចុងក្រោយគឺជាការចុះបញ្ជីនិងការចេញបានដែលគឺជាសមត្ថកិច្ចរបស់មន្ទីររៀបចំដែនដីនគរពាណិជ្ជកម្មសំណង់និងសុរិយោដីខេត្តក្រុងដោយធ្វើការចុះបញ្ជីនៅក្នុងសៀវភៅគោលបញ្ជីដីធ្លីហើយនឹងធ្វើការបោះពុម្ពប័ណ្ណចុះហត្ថលេខារួចនឹងប្រកាសជូនទៅអ្នកស្នើសុំនៅវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុឬប័ណ្ណសម្គាល់ម្ចាស់កម្មសិទ្ធិឲ្យទៅអ្នកស្នើសុំដើម្បីធ្វើការប្រើប្រាស់ស្របតាមច្បាប់ជាធរមានគួរបញ្ជាក់ផងដែរថានេះគ្រាន់តែជាការចែករំលែកចំណេះដឹងទូទៅតែប៉ុណ្ណោះសូមអរគុណ